សម័យកាន់តែទំនើបបច្ចេកវិទ្យាកាន់តែជឿនលឿនដូច្នេះការធ្វើម្ហូបក៏កាន់តែលឿនដូចគ្នាសួស្តីខ្ញុំវិលៀមជាបេក្ខជននៅក្នុងទាប MasterChef រដូវកាលទី 3 នេះអ្នកទាំងអស់គ្នាតែងតែស្គាល់ខ្ញុំថាគឺជា Lucky Man នៅថ្ងៃនេះខ្ញុំមាន challenge មួយដែលតាក់ទងទៅនឹងការចម្អិនម្ហូបដោយប្រើត្រឹមតែរយៈពេល10នាទីតែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាចង់ដឹងតោះទៅមើលទាំងអស់គ្នាឥឡូវអ្នកទាំងអស់គ្នាឥឡូវខ្ញុំចាប់ផ្ដើមធ្វើ challenge ឥឡូវខ្ញុំដាក់រយៈពេល10នាទីបងប្អូនមានចង្ក្រានអគ្គិសនី ED 809នេះហើយបងប្អូនមិនចាំបាច់បារម្ភជាមួយនឹងផ្សែងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូននៅឡើយសម្រាប់ភ្លើងវិញគឺមានកម្លាំងរហូតដល់ 2000 វ៉ាតដែលមានមុខងារកំណត់ម៉ោងនិងប្រព័ន្ធការពារលើកម្ដៅដូច្នេះហើយបងប្អូនអាចប្រើប្រាស់ដោយមិនមានក្តីបារម្ភនិងមានសុវត្ថិភាពខ្ពស់បំផុតចំណុចពិសេសដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតនោះគឺគ្រប់មុខងារនៅលើចង្ក្រានអគ្គិសនីមួយនេះសុទ្ធតែប្រើប្រាស់ជាភាសាខ្មែរនៅលើកញ្ចក់សេរ៉ាមិចដ៏ស្រស់ស្អាតនឹងតែម្ដងហើយយើងអាចចុច touch screen បានយ៉ាងងាយស្រួលឈ្ងុយឥឡូវហ្នឹងគឺយើងរួចរាល់មុនម៉ោងកំណត់ទៅទៀតបងប្អូនទាំងអស់គ្នាខ្ញុំអាចធ្វើ challenge នេះបានដោយសារតែខ្ញុំមានចង្ក្រានអគ្គិសនី Eco David ដែលមាន model ED 809ដែលអាចប្រើប្រាស់ឆ្នាំងប្រភេទណាក៏បានចង់បានការចម្អិនម្ហូបលឿននិងមានសុវត្ថិភាពកុំភ្លេចចង្ក្រានអគ្គិសនី ED 809របស់ Eco David បងប្អូនធ្វើការទាក់ទងទៅកាន់ page Eco David ដើម្បីទទួលបានព័ត៌មានលម្អិតឬអាច call តាមរយៈទូរស័ព្ទខាងក្រោម